តែនៅគ្នាខាងនេះយើងប្រៀននៅគ្នាអំពីការ join domain មុនដំបូងយើងត្រូវបង្កើត client server មួយមកដើម្បីបាន2ដើម្បីយើង join គ្នាទៅវិញទៅមកកន្លែងហ្នឹងយើងត្រូវការ setting ខ្លះកន្លែង NAT ហ្នឹងយើងត្រូវការទៅដាក់ VMNet 0អូខេយើងចុចអូខេមកហើយយើងទៅserver មួយទៀតហើយយើងត្រូវ set setting មកវាឲ្យដូចគ្នាដើម្បីវាភ្ជាប់ network ជាមួយគ្នាបានអានេះយើងដាក់ VMNet 0ដូចគ្នាមកចុចអូខេដល់មកយើងចូល client server ហើយយើងវាយរកpanel ហើយយើងចុចcategory ហ្នឹងដាក់វា icon តូចទៅយើងស្វែងរក network and sharing ហើយយើងចូល internet ហើយយើងចុច property យើងយក internet IPv4 អានឹងយើង set IP វាអានឹងអ្នកនរគ្នាអាចដាក់តាមយ៉ាងក៏បានដែរIP ហ្នឹងយើងចូលទៅក្នុង server main server របស់យើងហើយចុចអូខេមកហើយ close វាហើយយើងចូលទៅ main server របស់យើងហើយយើង set វាដូចគ្នាទៅយើងរក network and sharing យើងចូល internet ហើយចុច property ហើយយើងយក IPv4 យើងចូល use following IP address ហ្នឹងខ្ញុំដាក់192.168.1.1ហើយចុចអូខេហើយចុចអូខេទៀតចុច close ចុចបិទហើយយើងទៅ ping មើល address របស់យើងនៅក្នុងហ្នឹងវាអត់ទាន់មានទេយើងត្រូវទៅ set វាបន្តិចយើងទៅ client server ហើយយើងចុច cmd ហើយយើងវាយមើលថាវាមានអត់ក្នុងហ្នឹងវាយ ping address ហ្នឹងមកចំពោះ server មួយនេះវាមានហើយយើងទៅ set សម្រាប់ server main server របស់យើងចុច client server ហើយយើងវាយ firewall ហើយយើងបិទ domain network ហ្នឹងមក off វាមកហើយ public network មួយទៀតហើយបិទវាមកហើយយើងចូលទៅ main server របស់យើងហើយវាយ ping address ហ្នឹងមើលគឺវាអាចភ្ជាប់គ្នាបានរវាង server ហ្នឹង
មើលកន្លែង window administrator របស់យើង administrative ហើយយើងចូលទៅមើល active directory user ហើយយើងចូល computer គឺវាអត់ទាន់មាន domain ដែលមានអ្នក join ទេហើយយើងត្រូវទៅ join domain យើងចូល client server មកហើយយើងចុច control ស្ដាំហើយយើងរក display អត់ទេ autogram ហើយយើងយក address system ចុច computer name ដោយសារនឹង work group យើងអត់ត្រូវការ work group ទេយើងត្រូវការ domain join domain យើងវាយឈ្មោះ domain របស់ main server របស់យើងមកដែលមានឈ្មោះដែលយើងដាក់ឈ្មោះអញ្ចឹងហើយយើងចុច OK ហើយសម្រាប់ user នឹងយើងវាយ administrator ហើយចំពោះ password នឹងវា password នៅ server main server របស់យើងវាយ password នឹងចូលមកដើម្បីវា join domain បានចុច OK អត់ទេណាអូនេះវាដាក់ welcome to Yescam local domain ហើយចុច OK មកចុច OK ទៀតចុច close ហើយ restart now ហើយវា restart ទីនៅចាំវាបន្តិចហើយយើងទៅឆែកមើលថាមាន domain ណាខ្លះដែលចូលក្នុង server របស់យើងវាយ window administrative tool ហើយយើងចុច active directory user ហើយយើងនឹងឃើញមានកុំព្យូទ័រមួយគ្រឿងដែលចូលក្នុង domain របស់យើងឃើញអត់អរគុណច្រើន